ស្វាចាប់ឲ្យកូនចៅទូចម៉េះត្រូវរៀនរៀបចំចិត្តគំនិតថាពេលមានសម្ពាធហ្នឹងត្រូវចេះដោះខ្លួនមិនកុំឲ្យវាសំណាពីឃើញកូនចៅអាយុ14 15អ្នកខ្លះលួចទឹកចងកឲ្យសក់លឺឯងខ្ញុំថានឹងមានន័យថាពីក្មេងមកអត់មានរៀនរបៀបដោះសម្ពាធផ្លូវចិត្តសោះហ្មងហើយដល់អញ្ចឹងម៉ែឪនេះភ័យអ្នកភ័យអ្នកម៉ែឪយាយតានេះដល់វ័យហ្នឹងអញភ័យហើយនឹងទៅណាមកណៃតំបន់បន្ទាយបន្ទួងហ្នឹងយល់មែនទេអា10ជាងដល់ម៉ានយល់បន្ទាយបន្ទួងដល់10ម៉ាន18 19ចាប់ទី12ហ្នឹងយើងពីដើមយើងចេះលោកគ្រូយើងចេះយល់ច្រឡំថាចាំចាស់សិននៅចាំរៀនធម៌មែនទេតែធ្វើបុណ្យទៅប៉ុន្តែវាចង់ជ្រែកជ្រុលហ្នឹងណាចាស់រៀនលេងចាំលេងចង់ចូលណាកលេសមកចឹងទៅឃើញរួចទៅវិញហ្នឹងហើយប៉ុន្តែដែលសំខាន់ជាងអាចាំហ្នឹងគឺកូនហ្នឹងចេះរបៀបរក្សាលំនឹងផ្លូវចិត្តណាកុំឲ្យវាធ្ងន់ខ្លាំងណាហើយចេះដោះខ្លួនឯងពីសេចក្តីទុក្ខពេលជួបបញ្ហាមកមួយម៉ាត់ទៀតចាស់ចប់ហើយញោមប្រុសនោះគាត់មានកូនប្រុស3នាក់កូនប្រុសតាកាំងណាទៅកូនគេវារៀងស្ទុះស្ទាកូននៅស្រុកគេវាយ៉ាងណាប៉ុន្តែបានឪពុកនឹងនាំឲ្យធ្វើសមាធិឪពុកអ្នកចេះសមាធិសមាធិ5នាទី10នាទី5នាទី10នាទីយ៉ាងណាញោមហើយនាំទៅធ្វើសមាធិអីចឹងពេលអាយុ13 14ឆ្នាំវាឡើងកអាហ្នឹងគួរឡើងកហ្នឹងញោមវាណាវានងណាំងតុងតាំងមួយឪពុកបើឪពុកនឹងអត់មានធម៌ប្រកាសជាខ្សែតៃវាយកូនដែរអាយុប៉ុណ្ណឹងខឹងណាប៉ុន្តែគ្រាន់បើបានឪពុកនឹងអ្នកធ្វើសមាធិអញ្ចឹងដល់ដង្ហើមធំវិញសមាធិប៉ុន្តែដល់ពេលហើយកូនចាប់ផ្ដើមគិតថាអូអញអត់កើតទេបើទៅផ្លូវនឹងទៀតឆ្លោះមួយឪអត់ស្រួលអញ្ចឹងសុំឪចុះសមាធិចុះឈ្មោះធ្វើសមាធិ10ថ្ងៃហើយដល់ពេលហើយអញ្ចឹងបានក៏ទៅធ្វើសមាធិទៅគ្រប់គ្រងអារម្មណ៍គ្រប់គ្រងចិត្តគេបានទៅគេត្រឡប់មកវិញនឹងថឹងជាងមុនអត់ញោងញ៉ាំងទេឥឡូវគេរៀនចប់ដុកទ័រវិស្វករអីទៅគេរឹងប៉ឹងខ្លួនគេឲ្យគាត់ក៏ធូរដែរគាត់ថាកូនគាត់មានចំណេះផងកូនគាត់មានបច្ចេកទេសរងាប់ចិត្តខ្លួនឯងផងបានទាំងពីរអញ្ចឹងគាត់ធូរចិត្តដែរចឹងណាចឹងបានតែពេលខ្លះយើងចែកគេឲ្យកូននឹងយើងទុកតផ្ទះទុកតលុយឲ្យកូនទេយើងភ្លេចទុកអីគេមួយទៀតញោមហ្នឹងទុកគេធរគេបននេះអាហ្នឹងវាសំខាន់ជាងលុយទៀតណាកុំថាណាហ្នឹងហើយមានលុយពេលខ្លះវាអត់គំនិតវាចាយលេលត់អស់លីងវាមានប្តីប្រពន្ធវាឆ្លោះគ្នាកើតទុកទាំងយើងម៉ែឪនេះទៀតហ្នឹងហើយប៉ិនបើវាមានធម៌វាការមួយគ្នាទៅក៏វាចេះអីខ្ញុំចេះអីមើលថាមើលចេះអធិស្ឋានចេះអប់រំខ្លួនឯងចឹងទៅក៏វាមិនសូវឆ្លោះដែរណាមែនទេញោមណាខ្លួនឯងហ្នឹងហើយចឹងហើយញោមណាចឹងបានថាបើអាត្មាចង់ដូរចិត្តញាតិញោមវិញថាកុំចាំចាស់ចាំរៀនធម៌ត្រូវអីញោមត្រូវអីទៅរៀនពីក្មេងទៅណាលោកគ្រូនាយកសាលានាំសិស្សរៀនធម៌ពីក្មេង